ជាទីគោរពសូមគោរពគណៈធិបតីជាទីគោរពសូមគោរពមេដាបេដាលោកគ្រូអ្នកគ្រូឬអាណាព្យាបាលជាទីគោរពសូមស្វាគមន៍បងប្អូនសិស្សានុសិស្សទាំងអស់ជាទីស្រឡាញ់រាប់អានខ្ញុំបាទអៀននិមិត្តរៀននៅថ្នាក់ទី3កនៃសាលា Go Global សូមអានអំណានដែលមានចំណងជើងថាសិប្បកម្មថ្មកែវសិប្បកម្មជាកន្លែងផលិតកម្មធុនតូចសិប្បកម្មចម្លាក់ថ្មកែវនៅខេត្តពោធិ៍សាត់មានកេរ្តិ៍ឈ្មោះល្បីល្បាញតាំងពីយូរលង់មកហើយអ្នកទេសចរដែលបានទៅកំសាន្តនៅទីនោះតែងតែចាប់អារម្មណ៍និងស្ញើចសរសើរចំពោះស្នាដៃដ៏មានក្បូរក្បាច់រចនាល្អផូរផង់ជាមរតកដូនតាយើងនៅប្រទេសកម្ពុជាថ្មកែវភាគច្រើនមាននៅភ្នំតាសៃភ្នំយ៉នភ្នំស្ពងស្រុកភ្នំក្រវាញនៃទឹកដីខេត្តពោធិ៍សាត់ថ្មកែវគឺជាប្រភេទថ្មធម្មជាតិម្យ៉ាងដែលមានពណ៌ចម្រុះភ្លឺរលោងអាចយកមកឆ្លាក់ធ្វើជារូបសំណាកផ្សេងៗដូចជាវត្ថុសិល្បៈវត្ថុអនុស្សាវរីយ៍វត្ថុជាទីសក្ការៈបានច្រើនបែបយ៉ាងសម្រាប់ដាក់តាំងលម្អនិងគោរពបូជាថ្មកែវជាធនធានធម្មជាតិមានសារៈសំខាន់ចំពោះប្រទេសកម្ពុជាយើងណាស់សិប្បកម្មថ្មកែវបានលើកស្ទួយកម្រិតជីវភាពប្រជាជនក្នុងស្រុកភ្នំក្រវាញនៃខេត្តពោធិ៍សាត់ឲ្យកាន់តែសម្បូរធូរធារសូមអរគុណសូមជម្រាបលាចាសូមអរគុណច្រើនចំពោះបងអូនអៀមនិមិត្តចា